វីដេអូនេះនិយាយពី4មូលហេតុធំដែលធ្វើឲ្យស្ត្រីដែលបានសម្រេចចិត្តទៅធ្វើការហាត់ប្រាណហើយបន្ទាប់មកក៏បោះបង់វិញចំពោះចំណុចទី1គឺទាក់ទងនឹងការចាត់ចែងពេលវេលារបស់ស្ត្រីតាមធម្មតាជាស្ត្រីជាពិសេសជាដែលអ្នកជាម្ដាយផងស្ត្រីមេផ្ទះផងរកស៊ីផងចាំមើលថែទាំកូនគឺការងារអត្តភាពទី1គឺទាក់ទងនឹងគ្រួសារការរកស៊ីធ្វើការអញ្ចឹងនៅពេលដែលការងារទាំងអស់នឹងរវល់នៅពេលដែលពួកគាត់រវល់គឺការហាត់ប្រាណគឺគាត់ទុកនៅអត្តភាពចុងក្រោយអញ្ចឹងនៅពេលដែលរវល់គឺគាត់រវល់ទៅឆ្លៀតបានបោះបង់ចោលមួយថ្ងៃ2ថ្ងៃ3ថ្ងៃមួយអាទិត្យបោះបង់ចោលទៅអញ្ចឹងចំណុចហ្នឹងគឺសំខាន់មែនទែនដោយសារតែគាត់ឆាត់ទុកការហាត់ប្រាណគឺជាជំរឿសចុងក្រោយគាត់គិតមនុស្សក្នុងក្រុមគ្រួសារគឺជាអត្តភាពទី1អញ្ចឹងជាមូលហេតុដែលធ្វើឲ្យគាត់បោះបង់ចោលការប្រាណដែរចំពោះចំណុចទី2ក៏សំខាន់ណាស់ដែរបងប្អូនវាទាក់ទងទៅនឹងគោលបំណងនិងគោលដៅរបស់គាត់តាមធម្មតានៅពេលដែលយើងទៅហាត់ប្រាណយើងតែមានគោលដៅថាយើងទទួលបានលទ្ធផលអញ្ចឹងពីច្រើនគោលដៅរបស់យើងខ្ពស់ពេកជាងចង់បានថាមួយសប្តាហ៍2សប្តាហ៍ឬក៏មួយខែយើងត្រូវបានផ្លាស់ប្ដូររូបរាងឃើញស្អាតហ្មងតែវាអត់បានដូចចិត្តយើងក្បាលពោះក៏មិនស្រករាងក៏មិនស្អាតជួនកាលថត់លើដើមទៀតដល់ពេលអញ្ចឹងហើយគឺថាទៅហាត់ប្រាណពិបាកចង់ងាប់ហើយធ្លុះជ្រៀតពេលទ្រាំតែមានពេលហាត់ប្រាណហើយនៅពេលដែលទៅហាត់ប្រាណហើយអត់បានលទ្ធផលទៀតគាត់ក៏ថាហាត់ប្រាណអត់ហាត់ប្រាណដូចតែគ្នាអញ្ចឹងគាត់ក៏សម្រេចចិត្តបោះបង់ទៀតទៅអញ្ចឹងចំពោះចំណុចទី3គឺខ្ញុំគិតថាកន្លែងហ្នឹងក៏វាជាចំណែកមួយដែរព្រោះអ្នកខ្លះគឺគាត់នៅពេលដែលគាត់ទៅហាត់ប្រាណអីចឹងទៅគាត់ចង់មានគ្នាពេលហាត់ប្រាណហ្នឹងបងប្អូនគឺវាពិបាកប្រួលគ្នាណាចឹងដំបូងអាចមានគ្នាហើយនៅពេលដែលទៅតែឯងវាមានដូចជាអារម្មណ៍ឯកាអីចឹងហ្នឹងគាត់ធ្វើឲ្យមានអារម្មណ៍អត់ចង់ទៅហាត់ប្រាណដែរក៏សម្រាប់ចិត្តបោះបង់ហើយចំពោះចំណុចទី4គឺទាក់ទងទៅនឹងការគ្រប់គ្រងពីក្រុមគ្រួសារចំណុចនេះពិតជាសំខាន់មែនទែនតែម្ដងព្រោះយើងធ្វើអីទៅបានខ្លួនឯងជាធំហើយប៉ុន្តែបើសិនជាអត់មានអ្នកគ្រប់គ្រងជំរុញពីក្រោយទេគាត់ធ្វើឲ្យយើងបោះបង់វាចោលដែរអញ្ចឹងឧទាហរណ៍ថាបើសិនយើងទៅហាត់ប្រាណយើងមានគ្រួសារគាត់ណាថាប្តីរបស់យើងគឺគាត់មិនអារម្មណ៍ល្អម៉ានៃរឿងនេះក៏ខ្ញុំឆ្លងកាត់ផ្ទាល់ព្រោះនៅពេលដែលយើងគិតដល់ទៅលើការហាត់ប្រាណបងទី1គឺទាក់ទងនឹងសម្លៀកបំពាក់គឺភាគច្រើនគឺរឹបស្លៀកពាក់គឺមិនមែនស្លៀកធម្មតាទេទី2គឺស្ពមប្រុសមនុស្សរៀងអ៊ូអទី3គឺទាក់ទងនឹងអាសកម្មភាពដែលយើងហាត់ប្រាណអញ្ចឹងនៅពេលដែលប្តីសម័យទៅពីផ្ទះទៅមានអារម្មណ៍ថាគាត់អត់សំណុកក្នុងចិត្តទេបងប្អូនអញ្ចឹងគឺគាត់អត់សប្បាយចិត្តអ្នកខ្លះគាត់សប្បាយចិត្តអ្នកខ្លះគាត់មានអារម្មណ៍ថាប្រចាំអីចឹងទៅអញ្ចឹងគាត់ធ្វើឲ្យគាត់នៅពេលដែលហាត់ប្រាណមកវិញឃើញទឹកមុខរបស់ប្តីមិនស្រួលបួនអញ្ចឹងក៏ស្ត្រីក៏បោះបង់ទៅហើយពីចឹងគាត់ថាទៅហាត់ទៅអីមានប្តីហ្នឹងមានកូនហ្នឹងទៅហាត់ទៅអីទៀតអីចឹងហាត់ដើម្បីអីចឹងណាដល់គិតច្រើនថាទៅហាត់ប្រាណគឺដើម្បីតែរូបរាងខាងក្រៅស្អាតអីចឹងចង់ស្អាតអីទៀតបើយើងមានប្តីមានកូនហើយអត់បានគិតដល់ពីបញ្ហាសុខភាពខាងទៅហាត់ប្រាណគឺដើម្បីយើងមានសុខភាពល្អព្រោះស្ត្រីគឺជាមនុស្សម្នាក់ដែលរឹងមាំមែនទែននៅក្នុងក្រុមគ្រួសារបើសិនគាត់មានសុខភាពល្អគាត់មានកម្លាំងគាត់មានអ្វីដែលល្អច្រើននឹងធ្វើឲ្យគ្រួសារក៏មានសុភមង្គលនឹងដែរតែបើចិនជាស្ត្រីឈឺហើយអ្វីនឹងពិបាកហើយ